ចឹងខ្ញុំបង្កើតថ្មីនិយាយពី constant example ណាចឹងយើងឃើញថាមាន class មួយគឺអត់មានអីទេអញ្ចឹងយើងត្រូវចាំថាយើងវាយ public static void main ណាបើ enter ចុះនេះវាមាននេះហើយស្រាប់ណាអញ្ចឹងយើងមើលថាតម្លៃឧទាហរណ៍ថាយើងតាំង integer a មួយណាអានេះគឺអីអានេះគឺយើងប្រកាស declare a ណា as in type ឥឡូវបើសិនយើងថា a ស្មើ10មានន័យថាយើង assign យើងដាក់ជាក្បាល give យើងចាំបាន assign a with the value of 10មែនទេអញ្ចឹងបើសិនជាយើងខាងក្រោមនេះយើងដាក់ថា a ស្មើ20កន្លែងនេះមានន័យថា change the value of a to 20ឃើញទេអញ្ចឹងមានន័យថា a យើងវាបដូរតម្លៃអញ្ចឹង a ជា variable ធម្មតាទើបយើងអាចដូរបានតោះណាប៉ុន្តែក្នុងករណីនេះវិញឧទាហរណ៍ថាយើងតាំង final b ស្មើ30អញ្ចឹងមានន័យថា b គឺជា constant មែនទេហើយតម្លៃរបស់វា cannot be changed មានន័យថាម៉េចមានន័យថានៅខាងក្រោមនេះយើងថា b ស្មើ40ណា error ពីព្រោះអីមានន័យថា we cannot change value of b យើងឃើញក្រហមទេយើងឃើញក្រហមទេឃើញទេឃើញហើយនៅប៉ុន្តែត្រូវចាំថាត្រូវចាំថាយើងកលេចមើលឃើញតាម A ជា integer ហើយតាម B integer ហើយ final យើងមើលពីប្រព័ន្ធខុសគ្នាផងណាចំណុចចាប់បានតែខុសគ្នាទៅមើលឃើញចំណុចចាប់បានទី1គឺអាខាងខុសនេះលើកពី final បានធ្វើឲ្យ B ខ្លាយទៅជា variable មួយមិនមែនជាធម្មតាគឺជា variable final ចុងក្រោយហ្នឹង constant ទី2នៅពេលដែល B យើងប្រកាស B ព្រាមគឺយើងហៅតម្លៃ B មកឲ្យ B 30គឺដាក់តម្លៃវាព្រាមយល់ទេអញ្ចឹងហើយពេលដែលវាកើតមកវាមានតម្លៃ30គឺតម្លៃអមតៈដូរតាមនេះនៅពេលយើងព្យាយាមដូរវារកកើតចំណែកនេះតាំង A ជា integer អត់តមានតម្លៃរបស់វាអត់ដឹងកន្លែងនេះមានន័យថាយើងដូរតម្លៃវាអត់ដឹងទៅអញ្ចឹងពីនេះមកនេះគឺដូរឯងអាហ្នឹងហើយដែលគេហៅថាតម្លៃប្រាំខ្លួនប្រាំមកតែអានេះយើងមិនឲ្យដូរទេអញ្ចឹងដោយសារតែយើងមិនឲ្យដូរទៅពេលកើតព្រាមយើងឲ្យតម្លៃវាបាទនេះយល់ប៉ុន្តែត្រូវចាំថាកាលណាយើងនិយាយពី constant គឺ capital ដូច្នេះយើងដូរវាគេអត់ឲ្យយើងសរសេរ b តូចទេយើងគួរតែសរសេរ b ធំអញ្ចឹងកូដនេះគឺ error អូខេអញ្ចឹងអត់បានទេគ្រប់ចាប់អញ្ចឹងគោលបំណងរបស់ constant គឺមានតែប៉ុណ្្នឹងឯងតោះណា